ចំណុចដែលយើងត្រូវអនុវត្តបន្តតែនោះគឺមាន3ចំណុចទី1គឺចំណុចដែលបកណាមចាស់គ្រប់អង្គទាំងអស់ហ្នឹងត្រូវអនុវត្តគឺតកតងពីការគោរពប្រតិបត្តិតាមធម៌តាមវិន័យចឹងប្រសិនណាបើបកណាមចាស់គ្រប់អង្គទាំងអស់អាចគោរពប្រតិបត្តិតាមធម៌តាមវិន័យបានអាហ្នឹងឲ្យឈ្មោះថាជាអ្នកលើកស្ទួយជីវិតរបស់យើងនៅក្នុងភេទជាអ្នកបួសហ្នឹងឲ្យបានប្រសើរឲ្យបានរុងរឿងឲ្យបានពងពោះប៉ុន្តែផ្ទុយមកវិញប្រសិនណាបើកណាមចាស់គ្រប់អង្គទាំងអស់មិនគោរពប្រតិបត្តិតាមធម៌តាមវិន័យទេអាហ្នឹងជីវិតរបស់យើងនៅក្នុងភេទជាអ្នកបួសហ្នឹងវាអត់បានប្រសើរនោះទេចុងក្រោយទៅត្រូវបានអ្នកដតីគេរិះគន់ដោយប្រការផ្សេងដូចជាបកណាមចាស់បានដឹងហើយពេលដែលមានបកណាមចាស់អង្គណាមួយធ្វើខុសឆ្គងហើយត្រូវបានគេចែកម្លែកនៅក្នុងសង្គមចឹងក្នុងនោះតែងតែមានពាក្យសម្ដីអសរោះដោយប្រការផ្សេងដែលអាចនិយាយបានថាជាពាក្យដែលពិបាកក្នុងការស្ដាប់ប៉ុន្តែពាក្យទាំងអស់នោះអាចចាត់ទុកថាវាពិបាកក្នុងការស្ដាប់មែនប៉ុន្តែបើយើងអាចយកមកពិចារណាយកមកតេរិះវាក៏ជារឿងមួយដើម្បីដោះស្រាយបញ្ហាខ្លួនយើងដោយផ្ទាល់ដែរជាពិសេសគឺធ្វើយ៉ាងម៉េចកុំឲ្យមានអាការខុសឆ្គងកើតឡើងហើយធម្មតាតែកាលណាវាកើតឡើងហើយគិតបំផុតពីការចែកម្លែកនោះទេហើយតែកាលណាចែកម្លែកហើយវាមិនអាចគ្រប់គ្រងបានទេអញ្ចឹងគ្រប់គ្រងមិនបាននៅក្នុងទីនេះនៅត្រង់ថាយើងមិនអាចហាមឃាត់មាត់អ្នកដតីមិនឲ្យគេស្ដីថាចំពោះការខុសឆ្គងរបស់យើងគឺមិនអាចហាមទៅបាននោះទេអញ្ចឹងដាច់ខាតកណាមចាស់គ្រប់អង្គទាំងអស់ហ្នឹងយកបតីទុដាក់ក្នុងការគោរពប្រតិបត្តិតាមធម៌តាមវិន័យហ្នឹងឲ្យបានចំណុចទី2បកណាមចាស់គ្រប់អង្គទាំងអស់ត្រូវតែលើកកម្ពស់ស្មារតីនៃការស្រឡាញ់គ្នាទៅវិញទៅមកជាពិសេសមានមេត្តាចំពោះគ្នាទៅវិញទៅមកហើយបើសិនណាបកណាមចាស់គ្រប់អង្គទាំងអស់បាត់មេត្តាចំពោះគ្នាហើយវាជំនួសទៅដោយការខឹងក្រោធវាជំនួសទៅដោយការគុំគួនវាជំនួសទៅដោយការខឹងស្អប់អញ្ចឹងការរស់នៅជុំគ្នាវានឹងជួបប្រទះការបែកបាក់ជាពំខានឡើងហើយមុននឹងបែកបាក់គ្នាហ្នឹងជួនកាលអាចប្រើអំពើហិង្សាដោយប្រការផ្សេងជាពិសេសអាចហិង្សាដោយផ្លូវកាយមានការវាយដំច្រំធាក់គ្នាហើយប្រសិនណាបើអាការវាយដំច្រំធាក់ហ្នឹងត្រូវមានការចែកម្លែកផ្សព្វផ្សាយទៅវាកើតទៅជាការរិះគន់មួយយ៉ាងចាស់ដៃរហូតដល់មានការប្រមាថការទៀនដូចជាពាក្យគេនិយាយថាបានមកបួសហើយមិនគួរណាទៅវាយដំច្រំធាក់គ្នាអញ្ចឹងទេអាហ្នឹងអាចគេនិយាយបែបហ្នឹងហើយឬក៏អាចនិយាយហួសពីហ្នឹងទៀតក៏អាចថាបានដែរដោយកណាមចាស់ធ្លាប់ដឹងហើយចំណុចហ្នឹងអញ្ចឹងចំណុចសំខាន់ដើម្បីជៀសវាងកុំឲ្យមានការបែកបាក់កុំឲ្យមានការទាស់ទែងគ្នាឬក៏ប្រើប្រាស់អំពើហិង្សាអញ្ចឹងមានតែបកណាមចាស់គ្រប់អង្គទាំងអស់ហ្នឹងត្រូវតែមានមេត្តាចំពោះគ្នាទៅវិញទៅមកចំណុចទី3បកណាមចាស់គ្រប់អង្គទាំងអស់ដែលមានប្រវត្តិមាននៅក្នុងទឹកដីអារាមស្ថានវត្តសត្បូរសង្កាត់សត្បូរក្រុងតាខ្មៅខេត្តកណ្ដាលនេះសម្រាប់អារាមស្ថាននេះគឺផ្ដោតទៅលើការសិក្សាជាចម្បងចំកណាមចាស់គ្រប់អង្គទាំងអស់ធ្វើយ៉ាងម៉េចត្រូវមានស្មារតីផ្ដោតទៅលើការសិក្សាស្របទៅតាមអ្វីដែលទីអារាមនេះបានផ្ដោតហើយប្រសិនណាបើបកណាមចាស់អាចធ្វើបានមែនគឺជាលក្ខណៈសមស្របគ្នាសមស្របនៅក្នុងន័យថាទីអារាមវត្តនេះផ្ដោតទៅលើការសិក្សាហើយបកណាមចាស់មកគង់នៅវត្តនេះផ្ដោតទៅលើការសិក្សាដែរដល់ចឹងទៅវាធ្វើឲ្យការសិក្សារៀនសូត្រដល់ព្រមដោយកិរិយារីកចម្រើនទាំងប្រព័ន្ធគ្រប់គ្រងហ្នឹងក៏វាដល់ព្រមទៅតាមហ្នឹងទៅហើយបកណាមចាស់គ្រប់អង្គទាំងអស់ហ្នឹងក៏រីកចម្រើនទៅតាមហ្នឹងទៅ